សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី10នៃ Channel ពិភពអាតកំបាំង KH បងប្អូនសាកស្រមៃមើលយន្តហោះយក្សប្រភេទ Boeing 777មួយគ្រឿងដែលមានប្រវែងជិត64ម៉ែត្រនិងផ្ទុកមនុស្សដល់ទៅ239នាក់សុកស្រាប់តែរលីបាត់ចេញពីអេក្រង់រ៉ាដាយ៉ាងអាថ៌កំបាំងបំផុតព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី8ខែមិនិនាឆ្នាំ2014លើជើងហោះហើរ MH370 របស់ក្រុមហ៊ុន Malaysia Airlines មកដល់ថ្ងៃនេះជិត12ឆ្នាំទៅហើយប៉ុន្តែយន្តហោះដ៏ធំមួយគ្រឿងនេះបានទៅដល់ទីណាឲ្យប្រាកដវាគឺជាអាថ៌កំបាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពិភពលោកដែលសូម្បីតែបច្ចេកវិទ្យាទំនើបបំផុតក៏នៅតែរកមិនឃើញតើវាជាគ្រោះថ្នាក់ចៃដន្យឬជាការរៀបចំផែនការសម្ងាត់ថ្ងៃនេះយើងនឹងទៅស៊ើបអង្កេតរឿងនេះឲ្យស៊ីជម្រៅទាំងអស់គ្នាយន្តហោះ MH370 បានហោះចេញពីទីក្រុងកូឡាឡាំភួរឆ្ពោះទៅទីក្រុងប៉េកាំងនៅវេលាម៉ោង 12:41 នាទីរំលងអាធ្រាត្រគ្រប់យ៉ាងហាក់ដូចជាធម្មតាបំផុតរហូតដល់ម៉ោង 1:19 នាទីនៅពេលដែលយន្តហោះនេះនឹងចាកចេញពីដែនអាកាសម៉ាឡេស៊ីចូលទៅដែនអាកាសវៀតណាម Pilot ឬអ្នកបើកបរយន្តហោះបាននិយាយពាក្យចុងក្រោយតាមវិទ្យុតាក់ទងថារាត្រីសួស្តី Malaysia 370តែបងប្អូនដឹងអត់ត្រឹមតែ2នាទីក្រោយមកសញ្ញា Transponder ដែលប្រើសម្រាប់បញ្ជូនទីតាំងយន្តហោះទៅកាន់អ្នកត្រួតពិនិត្យអាកាសចរត្រូវបានគេបិទយ៉ាងទាន់ហន់យន្តហោះបានបាត់ស្រមោលពីអេក្រង់រ៉ាដាស៊ីវិលភ្លាមគ្មានសញ្ញាអាសន្នគ្មានការហៅរកជំនួយគឺមានតែភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចតែប៉ុណ្ណោះខណៈដែលរ៉ាដាស៊ីវិលរកមិនឃើញតែរ៉ាដាយោធាម៉ាឡេស៊ីបែរជាចាប់បានរឿងដ៏រន្ធត់មួយយន្តហោះនោះមិនបានហោះទៅប៉េកាំងទេតែវាបានបត់ត្រឡប់ក្រោយយ៉ាងគំហុករួចហោះកាត់លើប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌាវិញបងប្អូនសាកគិតមើលតើនរណាជាអ្នកបង្វិលបង្អួចយន្តហោះប្រព័ន្ធផ្កាយរណប Inmarsat បានរកឃើញថាយន្តហោះនេះនៅតែបន្តហោះហើរក្នុងលំហអាកាសអស់រយៈពេល7ម៉ោងទៀតបន្ទាប់ពីបាត់ការតាក់ទងវាបានក្លាយជាយន្តហោះខ្មោចដែលហោះកណ្ដាលភាពងងឹតស្លុបពីលើមហាសមុទ្រដ៏ធំល្វឹងល្វើយដោយគ្មានអ្នកណាដឹងថាមនុស្ស239នាក់នៅខាងក្នុងនោះកំពុងស្ថិតក្នុងស្ថានភាពបែបណាឡើយនេះគឺជាចំណុចដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់បំផុតពិភពលោកបានចំណាយលុយរាប់រយលានដុល្លារដើម្បីរុករកលើផ្ទៃសមុទ្រនិងបាតសមុទ្រដែលមានជម្រៅរាប់ពាន់ម៉ែត្រអស់រយៈពេលជិត2ឆ្នាំគេរកមិនឃើញសូម្បីតែស្លាកស្នាមបន្តិចបន្តួចរហូតដល់ខែកក្កដាឆ្នាំ2015បំណែកយន្តហោះមួយផ្នែកដែលគេហៅថា Flaperon ត្រូវបានគេរកឃើញនៅកោះ Réunion ក្បែរទ្វីបអាហ្វ្រិកបន្ទាប់មកបំណែកតូចៗចំនួន27ផ្សេងទៀតក៏ត្រូវបានរកឃើញនៅតាមឆ្នេរសមុទ្រនៃអាហ្វ្រិកខាងត្បូងនិងម៉ាដាហ្គាសាទោះបីជាបំណែកទាំងនេះបញ្ជាក់ថាយន្តហោះពិតជាបានធ្លាក់ចូលក្នុងសមុទ្រមែនប៉ុន្តែសំណួរសំខាន់គឺតើវាធ្លាក់នៅត្រង់ណាឲ្យប្រាកដហេតុអ្វីបានជាគេរកប្រអប់ខ្មៅមិនឃើញហាក់ដូចជាមាននរណាម្នាក់មានចេតនាចង់បិទបាំងទីតាំងពិតនៃសាកសពយន្តហោះនេះអញ្ចឹងដោយសារគ្មានចម្លើយច្បាស់លាស់ទើបមានទ្រឹស្ដីជាច្រើនត្រូវបានលើកឡើងទ្រឹស្ដីទី1 Pilot Suicide អ្នកខ្លះជឿថា Pilot មានបំណងសម្លាប់ខ្លួនអស់តាងគឺគេបានរកឃើញកម្មវិធីហ្វឹកហាត់ហោះហើរឬ Simulator នៅក្នុងផ្ទះរបស់គាត់ដែលមានកន្លងហោះហើរស្រដៀងនឹងកន្លងដែល MH370 បានបាត់ខ្លួនទ្រឹស្ដីទី2ការបាត់បង់សម្ពាធអាចមានការខូចខាតបច្ចេកទេសដែលធ្វើឲ្យបាត់បង់អុកស៊ីហ្សែនដែលធ្វើឲ្យមនុស្សគ្រប់គ្នាលើយន្តហោះសន្លប់បាត់ស្មារតីរួចយន្តហោះក៏ហោះដោយស្វ័យប្រវត្តិរហូតដល់អស់សាំងរួចក៏ធ្លាក់ចូលសមុទ្រនិងទ្រឹស្ដីទី3ការលួចប្លន់សម្ងាត់មានមន្ទិលសង្ស័យថាអាចមាននរណាម្នាក់ដែលពូកែខាងបច្ចេកវិទ្យាលបចូលទៅបញ្ជាយន្តហោះពីចម្ងាយឬលបចូលក្នុងបន្ទប់បញ្ជាដើម្បីបដូរទិសដៅក្នុងគោលបំណងអ្វីមួយរហូតមកដល់ពេលនេះគ្រួសារជនរងគ្រោះនៅតែរងចាំយុត្តិធម៌និងចម្លើយពិតប្រាកដ
យន្តហោះ MH370 នៅតែជាប្រស្នាដែលងងឹតស្លុកនៅបាតសមុទ្រឥណ្ឌាតើថ្ងៃណាមួយពិភពលោកនឹងបានដឹងការពិតដែរឬទេឬមួយក៏រឿងរ៉ាវនេះនឹងត្រូវដេកលង់លក់ក្នុងអាថ៌កំបាំងជារៀងរហូតចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះការបាត់ខ្លួនដ៏ចម្លែកនេះតើបងប្អូនជឿលើទ្រឹស្ដីមួយណាជាងគេកុំភ្លេចបញ្ចេញមតិខាងក្រោមទាំងអស់សូមអរគុណសម្រាប់ការគាំទ្រ Channel ពិភពអាថ៌កំបាំង KH រហូតមកដល់វីដេអូទី10នេះកុំភ្លេចចុច Like និង Subscribe ដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតវីដេអូថ្មីៗបន្តទៀតសូមអរគុណនិងសូមជម្រាបលា